បងប្អូននេះនាំវីដេអូថ្មីឲ្យបងប្អូនមើលពីការផុសដ្រូនមកនៅលើស្ពានឆ្លងទន្លេខេត្តក្រចេះបាទគឺថាប្រកាន់ដៃគឺថាធ្វើបានជាងពាក់កណ្ដាលហើយបាទបងប្អូនគឺថាមើលទឹកស្អាតទេបងប្អូនមើលអញ្ចឹងក៏ចេះរឿងសង្ហាដែរពីលើទៅគឺថាឡានគេបើកឡើងធម្មតាឡានខាងកម្មកររបស់គេអញ្ចឹងយើងអត់មានសិទ្ធឡើងទេបាទឡើងត្រូវមាត់គេឡើយចាំមកតែផុសត្រូវតែពុកម៉ែម៉ូនមើលទេបាទថាស្ពានយើងធ្វើលឿនដែរបាន90%នៅតែ10%ទៀតបែបាទគឺថានឹងហៅជាស្ថាពរហើយនឹងចិត្តបានឆ្លងឲ្យខែ9ពុកម៉ែបងប្អូនគឺថាប្រកាន់ដៃក៏នៅរៀងច្រើនដែរបាទនេះគេកំពុងតែរៀបចំផ្សារដៃដាក់ចន្លោះនេះគេទំចាក់បានតិចទេពុកម៉ែបងប្អូនបាទហើយវីដេអូនេះគឺថាស៊ីសាច់ហត់ឈាមបងប្អូននេះគឺថាក្តៅថតនេះថតបថុយទេឲ្យដើម្បីបានជាវីដេអូឲ្យបងប្អូនទន្ទឹងរង់ចាំមើលរូបភាពពីខាងលើអញ្ចឹងណាអញ្ចឹងខ្ញុំផុសបានតែប៉ុណ្្នឹងទេសម្រាប់ឲ្យបងប្អូនមើលបាទហើយបើបងប្អូនមើលហើយកុំភ្លេចចុចបេះដូងម្នាក់មួយផងបាទដើម្បីជាទឹកចិត្តដល់ខ្ញុំបាទជាអ្នកថតវីដេអូអញ្ចឹងតែមានទឹកមាត់លេបតិចអញ្ចឹងបងប្អូនបាទហើយនេះគឺកន្លែងនេះគឺកន្លែងដែលគេមកមានញឹកជាងគេបងប្អូនបាទហើយខ្ញុំបាយដ្រូនទៅខាងនេះគឺថាខាងនោះគឺកោះឆែងបាទគឺបាទកោះឆែងបាទគឺថាខ្ញុំចង់ហៅថាកោះឆែងដែរបងប្អូនតែដោយសារថ្មចិត្តអស់អញ្ចឹងខ្ជិលប្រហោះទៅអញ្ចឹងថតតែត្រឹមស្ពេនបានដើម្បីបងប្អូនមើលបាទហើយនេះគឺជាស្ពេនរបស់យើងមកលេចជារូបរាងឲ្យបាទមើលទៅក៏ចេះរៀងសង្ហាដែរបងប្អូនបាទហើយវីដេអូរបស់ខ្ញុំមានអត់ច្រើនទេបងប្អូនមានតែប៉ុណ្្នឹងទេបាទដើម្បីឲ្យចែកម្លែកនៅរូបភាពនិងជីវីដេអូដើម្បីឲ្យបងប្អូនបានមើលឃើញទស្សនវិជ្ជាពីលើអាកាសនេះស្ពានឆ្លងទន្លេរបស់ខេត្តកញ្ចេះរបស់យើងបាទដើម្បីឲ្យបងប្អូនបានដឹងព័ត៌មានរាល់ថ្ងៃអញ្ចឹងបងប្អូនតាមដានเพจរបស់ខ្ញុំបាទកុំភ្លេចមើលតាមដានរាល់ថ្ងៃផងបាទសូមអរគុណ